នេះបងប្អូនអើយលើកទី1ក្នុងឆាកជីវិតហើយបានឃើញតែភ្លើងដ៏វែងអនឡាញធ្លាប់តែឃើញនៅក្នុងរឿងនៅក្នុងវីដេអូអីផ្សេង social media ប៉ុន្តែមកថ្ងៃនេះគឺថាចៃដន្យជួបអតិភ្លើងនៅក្នុងស្រុកខ្មែរយើងនឹងបងប្អូនគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ5ខាងបាត់ដំបងម្ដុំវេលទ្រាថ្ងៃនេះគឺចៃដន្យមែនទែនដោយសារខ្ញុំជិះតាមបណ្ដោយផ្លូវហ្នឹងក៏ឮសូរសលេងរំពងអញ្ចឹងណាអញ្ចឹងទៅក៏លេខភ្នែកទៅក៏ឃើញមានអទេសភ្លើងនឹងវែងអញ្ចឹងក៏ឈប់ថតជាវីដេអូសម្រាប់មើលខ្លួនឯងសម្រាប់ចែកជូនដល់បងប្អូនគ្នាទស្សនាផងដោយសារតែនេះជាលើកទី1របស់ខ្ញុំហើយក្នុងឆាកជីវិតមកដល់អាយុប៉ុណ្ណេះហើយខ្ញុំទៅឃើញលើកទី1ទេបងប្អូនអើយវែងមែនទែនធ្លាប់តែឃើញអាខ្លីៗអញ្ចឹងណាដល់ពេលថ្ងៃនេះគឺវែងមែនទែនមិនដឹងថាក្នុងនឹងដឹកអីវ៉ាន់អីខ្លះទេបងប្អូនគ្នាហើយបើតាមមើលទៅអទេសភ្លើងនេះវាប្រហែលជាមកពីខាងប៉ោយប៉ែតប្រហែលជាដឹកទៅខាងពេញអីវិញក៏មិនដឹងដែរតែសំខាន់គឺវែងមែនទែនដោយបងប្អូនឃើញអញ្ចឹងខ្ញុំ zoom ចុះឡើងនេះគឺថាមិនតន់ដាច់ទេណាបងប្អូនគ្នាខ្ញុំអង្គុយចាំថតលងមួយសន្ទុះហើយវីដេអូនេះគឺកាត់ខ្លះទេមិនកាត់ខ្លះទេកាត់អស់ច្រើនដែរបើមិនអញ្ចឹងទេអង្គុយមើលកន្លះម៉ោង1ម៉ោងអីមើលទៅមិនអស់ប៉ុន្តែដោយសារតែអញ្ចេះផងអតែភ្លើងនឹងវាបើកក្នុងលបឿនរៀងយឺតដែរអញ្ចឹងណាអញ្ចឹងវាអាចយូរអីចឹងទៅប៉ុន្តែសំខាន់គឺវែងមែនទែនហើយអាខាងនេះគឺក្បាលគេបងប្អូនគ្នាអញ្ចឹងតែភ្លើងគឺគេមានអាខាងមុខក៏មានម៉ាស៊ីនអាខាងក្រោយក៏មានម៉ាស៊ីនអីចឹងអានេះអង្គុយចាំលំសន្ទុះទៅរំផុតបងប្អូនអើយហើយទាញទូរស័ព្ទមកថតចែកជូនបងប្អូនគ្នាទស្សនាថ្ងៃនេះគឺរំភើបសប្បាយចិត្តមែនទែនបានឃើញតែភ្លើង